សួស្តីអ្នកទាំងអស់គ្នាមកជួបជាមួយនឹង admin នៅក្នុងភាគ15នេះណានឹក fan ទាំងអស់គ្នាខ្លាំងមែនទែនបែកគ្នាឡើង5 6ថ្ងៃ admin ណាគឺថាឡើងស្លន់ចង់សម្រាយរឿងឲ្យអ្នកទាំងអស់គ្នាមើលខ្លាំងមែនទែនឥឡូវ admin មកឯណាតោះមុននឹងចូលដល់សាច់រឿងណាជួយ subscribe នៅ channel របស់ admin ម្នាក់មួយសម្រាប់អ្នកដែលតាមបាន subscribe ហើយនឹង like លើវីដេអូនេះបន្តមកចូល comment រូបបេះដូងសម្រាប់ការគ្រប់គ្រង admin ជាកម្លាំងចិត្តណាឥឡូវមកមើលនៅក្នុងភាគ15ឯនេះវិញ trick របស់យើងបានសួរទៅកាន់នាលីថាបងថាប្អូនបានអត់បងដឹងថាពួកយើងបែកគ្នាហើយប៉ុន្តែបងនៅតែចង់ថាប្អូនអាលីរបស់យើងគឺថាអត់មាត់នោះទេដោយនាងកំពុងតែច្បុកច្បល់នៅក្នុងចិត្តអញ្ចឹងណាមិនដឹងថាត្រូវឆ្លើយតបទៅកាន់ trick ថាម៉េចនោះទេនៅពេលដែលឃើញថាអាលីអត់តបអញ្ចឹង trick ក៏បានប្រាប់ថាបងអត់បខំអូនទេបើសិនជាអូនអត់ចង់ឲ្យបងថើបនោះបងក៏មិនថើបដែរអាលីរបស់យើងនឹងនៅតែអត់មាត់ទៀតអ្នកទាំងអស់គ្នាទៅធ្វើឲ្យ trick ហ្នឹងគឺអោនទៅថើបកអាលីតិចតិចបន្ទាប់មកគេក៏បានងើបចាក់ចេញទៅអាលីរបស់យើងក៏បានងើបតាមក្រោយនិងបាននិយាយថានាងគឺបានបរាជ័យហើយបរាជ័យអំពីការកាត់ចិត្តពីទ្រីកូបន្ទាប់មកនាងក៏បានឃើញទឹកនៅមាត់ទ្វារហ្នឹងគិតថាបើសិនជាទុកអញ្ចឹងអាចនឹងមានអ្នកផ្សេងល្អិលដូចគ្នានាងក៏បានយកកសែងយកមកជូតអញ្ចឹងណាបន្ទាប់មកទ្រីករបស់យើងក៏បានដើរមកហុចអៅមកអាលីហើយឃើញថាខ្លួនរបស់គេពេលនេះគឺទទេតែម្ដងដូចអ្នកទាំងអស់គ្នាធ្លាប់ដឹងអញ្ចឹងអាលីគឺប្រតិកម្មមែនតែនជាមួយនឹងរូបរាងដ៏ស្រស់សង្ហារបស់ទ្រីកនាងគិតតែពីអង្គុយសម្លឹងមើលទ្រីកដែលមិនខ្វល់ពីអីទាំងអស់ធ្វើឲ្យទ្រីករបស់យើងយកអៅរបស់គេហ្នឹងទៅជូតមាត់ទ្វារដោយខ្លួនឯងអីអញ្ចឹងទៅនៅពេលដែលគេជូតរួចរាល់គេក៏បានហៅអាលីឲ្យចូលទៅក្នុងអាលីរបស់យើងក៏ចាប់ផ្ដើមនិយាយម្នាក់ឯងទៀតហើយតែនេះគេគឺជាអតីតសង្សាររបស់ខ្ញុំមែនអត់មិនបានខ្ញុំមានអារម្មណ៍ថាពួកយើងមិនដូចជាមនុស្សដែលបែកគ្នាបន្ទាប់មកទ្រីកបានដាក់ឆ្នាំងនៅលើចក្រានហើយនិយាយជាមួយអាលីអញ្ចឹងណាដោយសួរទៅកាន់អាលីថាអ្នកផ្ទះរបស់អាលីហ្នឹងខឹងគេអត់ហើយគេក៏បាននិយាយបន្តថាគេចង់សុំទោសទៅកាន់អ្នកផ្ទះអាលីទ្រីកបន្តថាចង់អាលីសុំទោសទៅកាន់គ្រួសារនាងជំនួសគេអញ្ចឹងណាបន្ទាប់មកគេក៏ដូរចិត្តវិញនិងនិយាយថាគេគួរតែទៅសុំទោសពួកគាត់ដោយផ្ទាល់អាលីក៏បានប្រាប់ទៅកាន់ទ្រីកថាហឹងហួសហើយឲ្យទ្រីកឈប់ខ្វល់ពីវាទៅធ្វើម៉េចបើវាជ្រុលជាអញ្ចឹងហើយរវាងនាងជាមួយនឹងទ្រីកក៏បានបែកគ្នាហើយដែរទ្រីកក៏បានសួរទៅកាន់អាលីថាតើនាងបដូរចិត្តពីគេហើយមែនអាលីគឺបានឈរសម្លឹងមុខទ្រីកមួយសន្ទុះនិងបានកាត់ដល់ពេលវេលាដែលគេធ្លាប់នៅក្បែរស៊ីរ៉ាវាដូចជាពេលវេលាមួយដែលប្រឈឺចិត្តនាងយ៉ាងខ្លាំងដែលធ្វើឲ្យនាងគឺឆ្លើយជាមួយនឹងទ្រីកអត់ចេញនោះទេនិយាយថានាងចង់រកទឹកផឹកប៉ុន្តែនៅពេលដែលនាងទៅបើកទូទឹកកកហ្នឹងទ្រីកក៏បានសួរមកពីក្រោយទៀតថាហេតុអីបានជាមិនឆ្លើយជាមួយនឹងសំណួររបស់គេអញ្ចឹងគេចង់ដឹងថានាងនៅស្រឡាញ់គេដែរឬអត់ឃើញអាលីអត់តបទ្រីកក៏បានដើរមកចិត្តនិងសួរសំណួរដដែលទៅកាន់អាលីថានៅតែស្រឡាញ់គេអត់អញ្ចឹងណាអាលីរបស់យើងនិយាយពីថាគាំងតែម្ដងគឺនៅតែនៅនឹងនាងឆ្លើយអត់ចេញនោះទេបន្ទាប់មកនៅពេលដែលទ្រីកបខំខ្លាំងពេកអាលីក៏បានតបទៅថានាងគឺនៅតែស្រឡាញ់ទ្រីកប៉ុន្តែនាងពិតជាហត់ខ្លាំងកន្លងមកនាងគ្រាន់តែចង់បានភាពស្មោះត្រង់ពីទ្រីកតែប៉ុណ្ណោះប៉ុន្តែគ្រប់យ៉ាងគឺនាងបានទទួលតែភាពខកបំណងអញ្ចឹងណាអាលីក៏បានឆ្លៀតបកស្រាយទៅប្រាប់ទ្រីកថារវាងនាងជាមួយនឹងទ្រីកគឺត្រឹមតែជាមិត្តភក្តិតែប៉ុណ្ណោះគ្មានអីលើពីនឹងនោះទេនាងនៅតែបន្តប្រាប់ទៅកាន់ទ្រីកថាមនុស្សប្រុសដែលនាងស្រឡាញ់តែម្នាក់គត់គឺជាទ្រីកប៉ុន្តែនាងមិនចង់បានក្តីស្រឡាញ់ពីគេទៀតនោះទេហើយមូលហេតុពិតប្រាកដដែលអាលីប្រាប់ទៅកាន់ទ្រីកហ្នឹងគឺនាងធុញទ្រាន់ជាមួយនឹងទ្រីកហើយដែលធ្វើឲ្យទ្រីករបស់យើងគឺថាមានអារម្មណ៍ថាឈួលខ្លាំងមែនទែនរៀងឈឺចិត្តអញ្ចឹងណានៅពេលហ្នឹងអាលីគឺរៀងបារម្ភពីទ្រីកដែរដោយសារតែឃើញគេខូចចិត្តអញ្ចឹងណាហើយគេក៏បានតបទៅកាន់អាលីវិញថាគេដឹងខ្លួនថាគេគឺមិនមែនជាមនុស្សដែលប្រកែកអត់ធ្មត់នោះទេអញ្ចឹងបើសិនជាអាលីមិនចង់មានតំណែងតំណងអ្វីជាមួយនឹងគេទៀតទេគេក៏ឈប់ព្យាយាមដូចគ្នាអូនដឹងអត់អាលីបងស្រឡាញ់អូនខ្លាំងប៉ុន្តែបងក៏ធុញទ្រាន់ដូចអូនដែរនិយាយឲ្យទ្រីកក៏បានដើរចេញហើយមើលទស្សនភាពនៅក្នុងបន្ទប់នេះនិយាយពីថា set double set តែម្ដងបន្ទាប់មកនៅពេលដែលអាលីនៅសាលានាងបាននៅជាមួយទ្រីកគេបានដេញហ្គីតាឲ្យអាលីស្ដាប់បដាអីអញ្ចឹងណាប៉ុន្តែគេដឹងរួចទៅហើយថាអាលីគឺគ្មានអារម្មណ៍អីនៅក្នុងខ្លួននោះទេគេក៏បានសួរទៅកាន់អាលីថាកំពុងតែគិតអីគិតពីបងជីដូនមួយខ្ញុំមែនអាលីក៏តបថាត្រូវហើយលើចម្លើយរបស់អាលីហើយទ្រីបក៏បានបន្តលេងហ្គីតាទៀតចឹងណាទឹកមុខរបស់គេក៏អត់សូវល្អដែរមួយសន្ទុះធំក្រោមមកគេក៏ចាប់ផ្ដើមនាំអាលីនិយាយពាក់ព័ន្ធជាមួយនឹងឌ្រីកគេគឺជាមនុស្សប្រុសដែលស្មុគស្មាញម្នាក់សូម្បីតែគេដែលជាបងប្អូនជីដូនមួយរបស់ឌ្រីកហ្នឹងក៏មិនយល់ពីឌ្រីកដែរអាលីក៏តបទៅវិញថាខ្ញុំដឹងប៉ុន្តែទោះបីជាខ្ញុំដឹងថាគាត់គឺជាមនុស្សប្រុសដែលស្មុគស្មាញយ៉ាងណាក៏ដោយក៏អារម្មណ៍ខ្ញុំនៅតែខ្ញុំស្រឡាញ់គាត់ខ្លាំងពួកយើងធ្លាប់បានតាក់ទងគ្នាអស់រយៈពេលជាច្រើនខែប៉ុន្តែអារម្មណ៍ស្នេហារបស់យើងតើវានឹងទៅជាយ៉ាងណាបើពួកយើងមិនយល់ពីគ្នាទៅវិញទៅមកផងហ្នឹងឌ្រីបសួរទៅកាន់អាលីថាបើសិនជាឌ្រីកមកសុំនាងត្រូវគ្នាវិញតើនាងគិតមិនអាលីក៏តបថាខ្ញុំគឺធុញទ្រាន់ហើយគាត់ក៏ដូចគ្នាដែរអញ្ចឹងហើយពួកយើងប្រហែលជាមិនអាចនោះទេបន្ទាប់មកឌ្រីបក៏បានបបួលអាលីថាតោះទៅអាលីសួរថាទៅណាឌ្រីបបានសួរទៅកាន់អាលីវិញថាទុកចិត្តខ្ញុំអត់បើទុកចិត្តតោះទៅបន្ទាប់មកឃើញថាឌ្រីបគឺបាននាំអាលីមកសាលារបស់ឌ្រីកធ្វើអាលីរបស់យើងគឺខឹងនឹងល្អូទៅកាន់ឌ្រីបខ្លាំងមែនទែនតែគេចង់បានន័យថាម៉េចហេតុអីបានជំនុំនាងមកទីនេះទៅវិញឌ្រីបក៏បានតបថាខៃនាងនិយាយថា
នាងធុញទ្រាន់ជាមួយនឹងទំនាក់ទំនងជាមួយឌ្រីកឯងវាដូចជាការចង់ឲ្យអាលីបញ្ជាក់ពីអារម្មណ៍របស់នាងអីអញ្ចឹងណាបន្ទាប់មកនៅពេលដែលពួកគេកំពុងតែនិយាយគ្នាឌ្រីកក៏បានដើរចេញពីថ្នាក់មកល្មមឌ្រីកក៏បានមកឈរទល់មុខជាមួយនឹងឌ្រីកអញ្ចឹងណានិយាយពីទឹកមុខអាលីរបស់យើងភ័យខ្លាំងមែនទែននៅពេលហ្នឹងផងដែរឌ្រីកបាននិយាយឌឺដងទៅកាន់ឌ្រីកអញ្ចឹងណាឌ្រីកបានសួរទៅកាន់ឌ្រីកថាម៉េចឯងចូលចិត្តនាងអីបើចូលចិត្តនាងឯងយកទៅចុះប៉ុន្តែត្រូវចាំនាងគឺជាមនុស្សស្រីដែលចូលចិត្តបំបែកដួងចិត្តអ្នកទាំងអស់គ្នាកន្លែងនេះមានអារម្មណ៍ថាឌ្រីកប្រៀបធៀបអាលីថាគឺជាស្រីដែលសាវ៉ាមិនមានភាពស្មោះត្រង់អីអញ្ចឹងណានិយាយឲ្យគេបានដើរចាក់ចេញទៅដែលធ្វើអាលីរបស់យើងនោះគឺថាអញញឹមទាំងហួសចិត្តតែម្ដងបន្ទាប់មកឌ្រីកក៏បានមកលួងលោមអាលីថាកុំឲ្យខ្វល់ពីគាត់តោះពួកយើងទៅមិននឹកស្មានថានៅក្នុងភ្នែករបស់ឌ្រីកនាងគឺជាមនុស្សបែបនេះបន្ទាប់មកនៅតាមផ្លូវដើរបដាអាលីគឺបានលោបដាលតែគាត់ដឹងអត់ថាគាត់បានធ្វើឲ្យខ្ញុំយំប្រមាណដងនិយាយឲ្យនាងយំអញ្ចឹងណាដែលធ្វើឲ្យឌ្រីបរបស់យើងគឺបានយកកសែងមកអាលីជូរទឹកភ្នែកគេបានសួរទៅកាន់អាលីថាគេនិយាយថាធុញទ្រាន់នៃហេតុអីក៏នៅតែមានអារម្មណ៍បែបនេះទៀតអាលីតបវិញថាខ្ញុំអត់ដឹងនោះទេបន្ទាប់មកគេក៏បានលួងលោមអាលីថាកុំយំដោយសារតែគាត់ទៀតអីពេលនេះខ្ញុំនៅទីនេះនិយាយបដាញឹមបដាដាក់អាលីអញ្ចឹងណាអាលីក៏តបថាខ្ញុំដឹងអរគុណហើយឌ្រីបបន្ទាប់មកនៅពេលដែលនិយាយចាញ់និយាយឡើងឌ្រីបក៏បានលួងអាលីឲ្យសើចឡើងវិញអញ្ចឹងណាគេប្រាប់អាលីថានាងញញឹមអញ្ចឹងគឺស្អាតបំផុតក្រោយមកគេក៏បាននាំអាលីមករកអីញ៉ាំអញ្ចឹងណានៅពេលដែលពួកគេកំពុងតែនិយាយគ្នាយ៉ាងសប្បាយចិត្តហ្នឹងភ្លាមស្រាប់តែស៊ីរ៉ាក៏បានលេចមុខមកដល់ទៀតអេដមីនអត់យល់ទេអាលីនៅជាមួយអ្នកណាស៊ីរ៉ាក៏មកញ៉ៃញ៉ៃជាមួយអ្នកនឹងនាងបានចូលមករាក់ទាក់ជាមួយនឹងឌ្រីបអីអញ្ចឹងណាដែលធ្វើអាលីរបស់យើងគឺមានអារម្មណ៍ថាមិនសប្បាយចិត្តយ៉ាងខ្លាំងនៅពេលហ្នឹងផងដែរស៊ីរ៉ាក៏បានស្នើសុំទៅកាន់ឌ្រីបចង់ញ៉ាំអីរួមតុជាមួយនឹងពួកគេអញ្ចឹងណាដែលធ្វើអាលីរបស់យើងគឺផ្ដល់សញ្ញាកវីក្បាលទៅកាន់ឌ្រីបភ្លាមហើយឌ្រីបហ្នឹងគឺថាតាមអាលីទៀតបានបដិសេធជាមួយនឹងនាងអញ្ចឹងណាហើយស៊ីរ៉ារបស់យើងគឺថាមុខក្រាស់ខ្លាំងមែនទែនអាគេបដិសេធឯហ្នឹងនៅតែព្យាយាមម្ញែកម្ញក់អង្វរទៅកាន់ឌ្រីបអញ្ចឹងណាអាលីគឺនៅតែបន្តកវីក្បាលទៀតឌ្រីបក៏បានប្រាប់ថាឥឡូវអញ្ចេះពួកយើងចាំញ៉ាំអីជាមួយគ្នានៅថ្ងៃក្រោយអាលីរបស់យើងគឺថាទ្រាំមើលលេងបានទៀតហើយបំរុងនឹងដើរចេញក៏ស្រាប់តែទៅជួបជាមួយនឹងឌ្រីកដែលនៅចិត្តនោះភ្លាមនឹងផងដែរស៊ីរ៉ាក៏បានមកគៀកដៃរបស់ឌ្រីកនិងបបួលគេទៅញ៉ាំអាហារអាលីក៏បានខាត់នឹងនិយាយថាអូអត់អីទេពួកយើងគួរទៅរួមតុជាមួយនឹងគ្នាទៅព្រោះឯងខ្ញុំភ្លេចថាពួកយើងគឺបានកំងអាហារហើយកំងយ៉ាងច្រើនថែមទៀតផងនិយាយឲ្យពួកគេក៏បានទៅរកតុនិងអង្គុយរួមជាមួយនឹងគ្នាអញ្ចឹងណាពេលដែលមកអង្គុយនឹងតុនោះស៊ីរ៉ាគឺរស់រាយខ្លាំងមែនទែនគាត់តែពីអង្គុយនិយាយជាមួយនឹងឌ្រីបសួរនាំអំពីមិត្តភ័ក្តិដែលនៅសាលាចាស់ព្រោះនាងធ្លាប់រៀននៅសាលាដែលអាលីរៀនសប្តាហ៍ថ្ងៃអញ្ចឹងណាសួរពីគ្រូសួរពីអីអញ្ចឹងទៅឌ្រីបរបស់យើងក៏បានឆ្លើយតបជាមួយនឹងស៊ីរ៉ាធម្មតាប៉ុន្តែទឹកមុខរបស់អាលីគឺថាធុញទ្រាន់ខ្លាំងមែនទែននិយាយជាមួយនឹងឌ្រីបសុកក៏ស្រាប់តែងាកទៅនិយាយជាមួយនឹងឌ្រីកអំពីភេសជ្ជៈដែលនាងបានកំងគឺថានាងបានដឹងអំពីចិត្តរបស់ឌ្រីកថាចូលចិត្តអីអញ្ចឹងណាធ្វើអាលីរបស់យើងគឺថាអន់ចិត្តខ្លាំងមែនទែននាងបានលួចគិតនៅក្នុងចិត្តថាប្រហែលជាស៊ីរ៉ាគឺជាដៃគូដ៏ស័ក្តិសមជាមួយនឹងឌ្រីកព្រោះតែពួកគេគឺយល់ពីចិត្តគ្នាអញ្ចឹងណាឌ្រីកបានអោនទឹកខ្សឹបដាក់អាលីតិចសួរថានាងមិនអីទេអីអាលីក៏តបទៅវិញថាហ្នឹងហើយខ្ញុំមិនអីនោះទេបន្ទាប់មកស៊ីរ៉ាក៏បានសួរទៅកាន់អាលីពាក់ព័ន្ធជាមួយនឹងថ្ងៃដែលខូបកំណើតរបស់នាងអីអញ្ចឹងណាមើលទៅនាងពិតជាមានការខូចចិត្តដែរដែលឌ្រីកអត់បង្ហាញខ្លួនអាលីក៏តបថាខ្ញុំមិនអីនោះទេបន្ទាប់មកនាងក៏បានប្រាប់ទៅកាន់អាលីថាដោយសារតែនាងទៅបានជាឌ្រីកខកខានជាមួយនឹងការចូលរួមកម្មវិធីរបស់អាលីអីអញ្ចឹងណាដែលធ្វើឲ្យអាលីរបស់យើងគឺកាន់តែឈឺចិត្តខ្លាំងមែនទែននៅទាំងអស់គ្នាស៊ីរ៉ាក៏បាននិយាយបន្តទៀតថាសង្ឃឹមថាគ្រប់យ៉ាងនឹងមិនអីនោះទេបើទោះបីជាឌ្រីកមិនបាននៅទីនោះអបថ្ងៃកំណើតរបស់នាងក៏ដោយអាលីគឺព្យាយាមញញឹមនិងនិយាយថាមិនអីទេប៉ុន្តែនិយាយពីក្នុងចិត្តគឺខឹងទៅកាន់ឌ្រីកខ្លាំងមែនទែនហើយនៅតែព្យាយាមញញឹមនិងនិយាយកុហកទៅកាន់ពួកគេថានាងគឺសប្បាយចិត្តជាធម្មតាបន្ទាប់មកស៊ីរ៉ាបានសួរទៅកាន់អាលីថាអញ្ចឹងប៉ិតអត់ដែលនាងបានបែកគ្នាជាមួយនឹងឌ្រីកអាលីក៏តបថាត្រូវហើយធ្វើឲ្យស៊ីរ៉ារបស់យើងអខ្លាំងមែនទែនបានស្ទុះទៅបណិបណៈជាមួយនឹងឌ្រីកអីអញ្ចឹងណាដែលធ្វើអាលីរបស់យើងគឺថាប្រតិកម្មនិងបញ្ចេញកំហឹងមកតែម្ដងបន្ទាប់មកស៊ីរ៉ាគឺថាមុខក្រាស់ខ្លាំងមែនទែនយកសង្សារគេហើយនឹងមកសុំគេធ្វើជាមិត្តភក្តិទៀតដែលនាងបានបន្តថាពីមុននាងអត់ចូលចិត្តអាលីដោយសារតែអាលីនឹងនៅជាមួយនឹងឌ្រីកហើយនាងបានមកចាប់ដៃជាមួយនឹងអាលីអីអញ្ចឹងណាអាលីយើងព្យាយាមធ្វើជាអត់អីហើយទៅចាប់ដៃជាមួយស៊ីរ៉ាវិញប៉ុន្តែស៊ីរ៉ាពិតជាឆ្លើយខ្លាំងមែនទែននាងបានដកដៃចេញភ្លាមដែលធ្វើឲ្យឌ្រីកយើងគឺរៀងភ្ញាក់ផ្អើលអីអញ្ចឹងណាអាលីក៏អត់ប្រកាន់ដែរនឹងនិយាយទាំងឌឺដងទៅកាន់ស៊ីរ៉ាថាពេលនេះនាងគឺលែងមានការគំរាមកំហែងដល់ទំនាក់ទំនងរវាងស៊ីរ៉ាជាមួយនឹងឌ្រីកទៀតហើយតែនិយាយនឹងនិយាយឌឺទៅកាន់ឌ្រីកណាទាំងអស់គ្នាឌ្រីកយើងឡើងងាកមុខចេញតែម្ដងពេលនឹងផងដែរឌ្រីកក៏បានអោនតិចនឹងសួរអាលីថាអាលីមិនចេះអត់អីទេមែនអាលីតបថាអត់អីនោះទេឌ្រីកបានប្រាប់អាលីថានាងជ្រុំនំឡើងបែកខ្ទេចអស់ហើយតែធ្វើអាលីយើងថាភ្ញាក់ព្រឺតសម្លឹងទៅកាន់នំរបស់នាងបន្ទាប់មកឌ្រីបគឺលែងមកទំហឹងតែម្ដងបានទៅច្បាច់ថ្ពាល់អាលីនឹងនិយាយថានាងគួរឲ្យស្រឡាញ់ខ្លាំងណាស់ហើយមើលទឹកមុខរបស់ឌ្រីកទាំងអស់គ្នាក្រោយមកគេក៏បានយកនំរបស់គេមកអាលីអញ្ចឹងណាអាលីបាននិយាយអរគុណបែបម្ញាក់ម្ញាក់ទៅកាន់ឌ្រីបហើយនិយាយពីថាអាលីជាមួយនឹងឌ្រីបនេះ
គឺបឈឺចិត្ត Drake សាហាវបន្ទាប់មកស៊ីរ៉ាក៏បានបបួលទៅកាន់អាលីជាមួយនឹង Drake អាទិត្យក្រោយគឺមានពិធីជប់លៀងសាច់អាំងអញ្ចឹងណាចង់បួលពួកគេទាំងពីរនាក់ទៅជាមួយគ្នាដំបូងអាលីគឺអត់ចង់ទៅដែរប៉ុន្តែនាងក៏បាននិយាយថាគឺគ្រាន់តែជាការជួបជុំធម្មតាតែប៉ុណ្ណោះញ៉ាំសាច់អាំងហើយនឹងហែលទឹកអីអញ្ចឹងណាអាលីយើងក៏បាននិយាយយល់ព្រមជាមួយនឹងស៊ីរ៉ាទៅស៊ីរ៉ាគឺថាសប្បាយចិត្តខ្លាំងមែនទែនហើយឃើញថាកម្មវិធីមួយហ្នឹងគឺថាធ្វើឡើងនៅក្នុងផ្ទះរបស់ស៊ីរ៉ាបើតាមការនិយាយមកស៊ីរ៉ាគឺដូចជាកូនអ្នកមានខ្លាំងមែនទែនបន្ទាប់មកនៅពេលហ្នឹងនៅពេលដែលនិយាយចុះនិយាយឡើងស៊ីរ៉ាក៏បាននិយាយទៅប៉ះពាល់ Drake ម្ដងដែលប្រាប់ទៅកាន់ Drake ថានាងធ្លាប់ប្រាប់ Drake ច្រើនដងហើយនាងអាចបានស្រឡាញ់គេនោះទេ Drake ក៏បានតបថាគេក៏លែងមានអារម្មណ៍អីជាមួយនឹងនាងទៀតដែរពីព្រោះថាពេលនេះអាលីគឺជាស្នេហាពិតរបស់គេឲ្យយល់អ្នកទាំងអស់គ្នានិយាយបដៅមើលមុខរបស់ Drake បដៅ Drake យើងអង្គុយមួយថ្ងៃគឺថាអត់មាននិយាយអីនោះទេប៉ុន្តែនិយាយថាទឹកមុខដូចជាចង់ស៊ី Drake ទាំងរស់អញ្ចឹងបន្ទាប់មកឃើញថា Drake ក៏បានបបួលអាលីត្រឡប់ទៅសាលារៀនវិញបន្ទាប់មកដល់ថ្ងៃកម្មវិធីផ្ទះរបស់ស៊ីរ៉ាអាលីក៏បានរៀបចំខ្លួនរួចរាល់អញ្ចឹងណាហើយបានផ្ដាំទៅកាន់អ្នកបារ៉ាបើសិនជាម៉ាក់របស់នាងស៊ូរ៉ូប្រាប់ថានាងនឹងចេញក្រៅទៅជាមួយនឹង Drake ស្រាប់តែពេលហ្នឹងផងដែរមានលឺគេចុចកណ្ដឹងអាលីបានចេញមកមើលនោះគឺជា Drake នាងសួរថាហេតុអីបានជា Drake មកទីនេះអ្នកទាំងអស់គ្នាដឹង Drake និយាយថាម៉េចអត់គេមិនចង់ឃើញអាលីចាយចង់ជាមួយនឹងប្អូនជីដូនមួយរបស់គេនោះទេនឹងប្រាប់អាលីរក្សាភាពថ្លៃថ្នូរនៅពេលដែលគេបាយខ្នងអាលីសួរទៅកាន់ Drake ថាគេខឹងនាងមែនគ្រប់ពេល Drake គឺមិនសម្លឹងមើលនាងអីអញ្ចឹងណា Drake ងាកមកនឹងនិយាយថាគឺនាងជាអ្នកនិយាយដោយខ្លួនឯងថារវាងពួកគេទាំងពីរនាក់គឺចាប់គ្នាហើយនិយាយឲ្យ Drake គឺបានបើកឡានចេញទៅអញ្ចឹងណាហើយ admin មើលឲ្យគឺក្តៅស្លឹកកាជៈចំនួនអាលីតែម្ដងបន្ទាប់មកអាលីរបស់យើងគឺថាមកអង្គុយញ៉ាំអីបដៅលោកបដៅដែលនិយាយថា Drake គឺយូរអីអញ្ចឹងណាពេលដែល Drake បានមកដល់អាលីរបស់យើងគឺបានសម្លឹងទៅកាន់ Drake នឹងគិតថានៅជាមួយនឹង Drake ហើយនឹង Drake គឺពិតជាមានភាពកក់ក្ដៅដូចគ្នានៅពេលដែលនាងងើបបំរុងនឹងទៅជាមួយនឹង Drake ស្រាប់តែនាងដឹងថាជើងរបស់នាងគឺវាស្ពឹកដែលធ្វើឲ្យ Drake របស់យើងគឺអោនទៅច្បាច់ជើងឲ្យនាងនឹងសួរថាបានគ្រាន់បន្តិចអត់ទស្សនភាពមួយនេះគឺដូចជា Drake ដែលធ្លាប់ធ្វើចំពោះនាងពីមុនអញ្ចឹងអាចច្បាច់ជើងដូចគ្នាមិនអស់ចិត្តហើយក្បែរខ្នងអាលីមកតោងករបស់គេនឹងអ៊ីវនាងអីអញ្ចឹងណាដែលធ្វើអាលីរបស់យើងហ្នឹងគឺបាននឹកទៅដល់ Drake ទីរ៉ៃនៅពេលដែល Drake កំពុងតែអ៊ីវអាលីហ្នឹងអាលីក៏បានសួរសំណួរខ្លះៗទៅកាន់ Drake អញ្ចឹងណាបន្ទាប់មក Drake ក៏បានដាក់នាងចុះពួកគេក៏បាននិយាយគ្នាពាក់ព័ន្ធជាមួយនឹងរឿងស៊ីរ៉ាអាលីសួរទៅកាន់ Drake ថាគេនៅតែស្រឡាញ់ស៊ីរ៉ាមែនអត់ Drake ក៏បានតបទៅវិញថាគេកាត់ចិត្តពីស៊ីរ៉ាបានយូរមនុស្សសង្ហាដូចជាគេហ្នឹងគ្មានអីដែលត្រូវមកពិបាកចិត្តនឹងរឿងបែបនេះនោះទេនិយាយហើយ Drake ក៏បានអ៊ីវអាលីបន្តទៅមុខទៀតពេលដែលអាលីបានមកដល់ផ្ទះរបស់ស៊ីរ៉ានៅទាំងអស់គ្នាឲ្យផ្ទះនាងគឺថាធំខ្លាំងមែនទែនហើយមានអាងហែលទឹកយ៉ាងស្រស់ស្អាតហើយនាងមើលឃើញថា Drake គេកំពុងតែហែលទឹកលេងនៅក្នុងអាងដែលមានស៊ីរ៉ាកំពុងតែអង្គុយជិតនោះអាលីក៏បានរត់មកសួរ Drake ភ្លាមថានាងមិនមានសម្លៀកបំពាក់ហែលទឹកនោះទេ Drake សួរតែងឿងឆ្ងល់ខែថ្ងៃមុនស៊ីរ៉ាបបួលមកហែលទឹកហីមិនបានរៀបចំសម្លៀកបំពាក់អញ្ចឹងណាអាលីរបស់យើងក៏ត្រឹមជើងនឹងបានប្រាប់ឲ្យ Drake ហ្នឹងជូននាងត្រឡប់ទៅផ្ទះវិញចង់ទៅដូរកៅអៅអីអញ្ចឹងណាបន្ទាប់មក Drake ក៏បានប្រាប់ថាមិនអីនោះទេកៅអៅរបស់អាលីហ្នឹងគឺមើលទៅស័ក្តិសមនិងស្រស់ស្អាតហើយប៉ុន្តែអាលីក៏តបថាវាអត់មានកៅអៅផ្លាស់នឹងឯងបើសិនជាពាក់ឈុតនឹងចុះងូតទឹកនៅពេលដែលងើបមកវិញមានកៅអៅឯណាផ្លាស់ Drake ក៏បានលើកយកកាបូបរបស់គេនិងហុចកៅអៅពី3មកអាលីដែលគេនិយាយថាគេបានសគួរមកដែរអាលីនឹងសាកទៅផ្លាស់មើលត្រូវជាមួយនឹងនាងអត់នៅពេលដែលអាលីផ្លាស់កៅអៅរួចរាល់ Drake គឺបានញញឹមនឹងដើរមកចិត្តអាលីអញ្ចឹងណាគេបានស្ទុះទៅអោបអាលីហើយគេបាននិយាយជាមួយនឹងអារម្មណ៍រួចរំភើបខ្លាំងដែលនិយាយថាក្តីសម័យរបស់គេសង្ឃឹមថាមានមនុស្សស្រីម្នាក់ពេញចិត្តជាមួយនឹងការស្លៀកពាក់កៅអៅរបស់គេអីអញ្ចឹងណាតែធ្វើអាលីរបស់យើងគឺថាសើចស្រស់ខ្លាំងមែនទែនហើយ admin មានអារម្មណ៍ថាសម្ព័ន្ធភាពពួកគេទាំងពីរគឺកាន់តែឡើងមួយកម្រិតទៀតហើយបន្ទាប់មកឃើញថាពួកគេទាំងពីរនាក់បានចុះមកដល់ខាងក្រោមស៊ីរ៉ាគឺចាប់អារម្មណ៍ភ្លាមថាអាវដែលអាលីពាក់ជាមួយនឹងខោដែល Drake ស្លៀកហ្នឹងណាវាគឺជាឈុតអញ្ចឹងណាមើលទៅពួកគេគឺស័ក្តិសមជាគូស្នេហ៍ខ្លាំងមែនទែនដោយពាក្យសម្ដីទាំងអស់ហ្នឹងធ្វើឲ្យ Drake របស់យើងគឺថាតាមសម្លឹងពួកគេឡើងថ្មែតែម្ដងបន្ទាប់មកគេបានងើបចេញពីទឹកនឹងឲ្យស៊ីរ៉ាជូតខ្លួនឲ្យអីអញ្ចឹងណាហើយមកគូនេះនិយាយពីថាឌឺគ្នាទៅវិញទៅមកអត់ចេះចប់អត់ចេះហើយ Drake ឃើញអាលីធ្វើទឹកមុខសេតគេក៏បានប្រាប់ទៅកាន់អាលីថាឲ្យអាលីហ្នឹងជាយាមកាត់ចិត្តពី Drake ទៅពីព្រោះអីដោយសារតែ Drake គឺកំពុងតែមានអ្នកផ្សេងនៅក្បែរគេទៅហើយប៉ុន្តែអាលីរបស់យើងគឺស្រាប់តែសោកយោដែលនាងបាននិយាយថានាងមិនបានកើតអីនោះទេ Drake ហ្នឹងគឺគិតច្រើនពេកហើយបន្ទាប់មកអាលីក៏បានដេញ Drake ហ្នឹងឲ្យទៅហែលទឹកទៅ Drake បានសួរទៅកាន់អាលីថានាងទៅហែលទឹកអត់ប៉ុន្តែអាលីយើងគឺអត់ចង់ទៅនោះទេបន្ទាប់មកមានណា Drake គឺលេងក្បាច់3អាលីបោះទម្លាក់ចូលទឹកតែម្ដង Drake ជាមួយនឹងស៊ីរ៉ាបានសម្លឹងមកកាន់ទិដ្ឋភាពហ្នឹងអញ្ចឹងណា Drake អង្គុយធ្វើមុខឡើងកំមើងប៉ុន្តែស៊ីរ៉ាគឺនាងអង្គុយសើចបន្ទាប់មកអ្នកបម្រើក៏ស្រាប់តែដើរមកប្រាប់ថា
ឪពុករបស់នាងគឺទូរស័ព្ទមកស៊ីរ៉ាក៏បានងើបចេញទៅនឹងប្រាប់ឌ្រីកថាទៅទទួលទូរស័ព្ទឪពុករបស់នាងសិនវាចៃដន្យអីឌ្រីបរបស់យើងនឹងក៏មានទូរស័ព្ទខលចូលមកដែរអញ្ចឹងគេប្រាប់ទៅកាន់អាលីថាគេនឹងទៅលើកទូរស័ព្ទនៅពេលដែលអាលីឡើងមកលើគោកឌ្រីបរបស់យើងគឺបានដើរសម្ដៅមករកអាលីយ៉ាងលឿននិងបានរុញអាលីទៅផ្អឹបនឹងតសមួយគេបាននិយាយទៅកាន់អាលីថានាងបាននិយាយថានាងអត់ចូលចិត្តគេនោះទេគេព្យាយាមកាត់ចិត្តពីនាងហើយប៉ុន្តែនាងគឺជាអ្នកដែលជំរុញឲ្យគេមិនអាចកាត់ចិត្តពីនាងបាននិយាយហើយឌ្រីបក៏បានបឺតមាត់អាលីនៅកន្លែងហ្នឹងទៅអូយវគ្គហ្នឹងអេដមីននឹងបុកពុបភឹបតែម្ដងស្រាប់ពេលដែលស៊ីរ៉ាគឺបានត្រឡប់មកវិញអត់ឃើញឌ្រីបនាងបានស្រែកហៅឌ្រីបពេញហ្នឹងអញ្ចឹងណាឌ្រីបគឺអត់ខ្វល់នោះទេបាននាំអាលីមកកន្លែងខ្ពស់មួយឈរមើលផ្កាយអញ្ចឹងណាបន្ទាប់មកអាលីបានអង្គុយចុះឌ្រីបបានយកទូរស័ព្ទរបស់គេហុចអាលីសួរថាហុចទូរស័ព្ទមកឲ្យខ្ញុំធ្វើអីបន្ទាប់មកគេក៏បានដោះលេខកូដទូរស័ព្ទគេហើយលេខកូដទូរស័ព្ទហ្នឹងគឺថា1131នឹងឯងហើយគេក៏បានបើកឆាតដែលប្អូនប្រុសរបស់អាលីគឺបានឆាតមកស្ដីឲ្យឌ្រីកអញ្ចឹងណាឆាតមកឡើងមកកណូតែអេដមីនអត់ដឹងថានិយាយថាម៉េចនោះទេដោយសារតែជាភាសាហ្វីលីពីនហើយគេអត់មានបកប្រែឲ្យបន្ទាប់មកអាលីគឺហួចចិត្តខ្លាំងមែនទែនគាត់អត់ដឹងថាប្អូនប្រុសរបស់គាត់ហ៊ានធ្វើដល់ថ្នាក់ហ្នឹងអញ្ចឹងណានិយាយរួមទៅគឺន័យក្នុងហ្នឹងគឺស្ដីឲ្យឌ្រីកដែលឌ្រីកធ្វើអាលីយំធ្វើអាលីពិបាកចិត្តអីអញ្ចឹងទៅបន្ទាប់មកអាលីបានហុចទូរស័ព្ទទៅឲ្យឌ្រីកវិញនិងបាននិយាយថានាងនឹងនិយាយជាមួយនឹង Danny ហើយនាងបាននិយាយសុំទោសទៅកាន់ឌ្រីកបន្ទាប់មកបំរុងនឹងងើបចេញប៉ុន្តែឌ្រីករបស់យើងគឺលែងមកទំហឹងអ្នកទាំងអស់គ្នាគឺបានតែអោបជើងអាលីយំយោដែលអាលីរបស់យើងនឹងក៏បានយំដែរនាងបានសួរទៅកាន់ឌ្រីកថាតើគេត្រូវការអីឌ្រីកបានប្រាប់ទៅកាន់អាលីថាតាមពិតគឺគេព្យាយាមបំភ្លេចអាលីខ្លាំងមែនទែនប៉ុន្តែគ្រប់ពេលដែលគេឃើញអាលីអ្វីដែលគេចាំនៅក្នុងខួរក្បាលគឺគេស្រឡាញ់អាលីខ្លាំងគេមិនអាចកាត់ចិត្តពីអាលីបាននោះទេអូយអ្នកទាំងអស់គ្នាហើយកន្លែងហ្នឹងអេដមីនគឺថាអង្គុយយំតែម្ដងអាលីគឺព្យាយាមទាញដៃឌ្រីកឲ្យឈប់តោងទាមនាងអញ្ចឹងណាហើយនឹងបានប្រាប់ទៅកាន់ឌ្រីកថាពួកយើងគឺបានបែកគ្នាហើយនាងព្យាយាមនិយាយដែរឡើងពីរដងប៉ុន្តែឌ្រីកគឺគេមិនយល់ព្រមនោះទេនៅតែព្យាយាមអោបជើងអាលីបន្ទាប់មកឌ្រីកបានទាញអាលីឲ្យអង្គុយចុះហើយគេបានព្យាយាមអោបអាលីរបស់យើងវិញគឺព្យាយាមរុញឌ្រីកចេញអូយឡើងអញ៉ៃមែនទែនពេលហ្នឹងនៅពេលដែលពួកគេស្ងប់ចិត្តមកសន្ទុះឌ្រីកក៏បានបន្តនិយាយទៅកាន់អាលីថាបងដឹងថាបងគឺជាមិត្តប្រុសមិនល្អបងប្រហែលជាមិត្តប្រុសដែលអាក្រក់បំផុតប៉ុន្តែបងពិតជាស្រឡាញ់អូនខ្លាំងណាស់អាលីបងពិតជាស្ដាយក្រោយដែលបងយល់ព្រមមកអូនទៅសូមអូនត្រឡប់មករកបងវិញមកប៉ុន្តែអាលីបានប្រាប់ទៅកាន់ឌ្រីកឲ្យគេកាត់ចិត្តអញ្ចឹងណាចាត់ទុកថាពួកគេទាំងពីរនាក់មិនធ្លាប់តាក់ទងគ្នាពីមុនមកទៅឌ្រីកបានប្រាប់ទៅកាន់អាលីថាគ្រប់ពេលដែលបងឃើញមុខអូនបងចងចាំថាបងស្រឡាញ់អូនគ្រប់ពេលដែលបងថើបអូនបងដឹងថាបងមិនអាចរស់នៅដោយគ្មានអូនបាននោះទេនិយាយហើយឌ្រីកក៏បានថើបមាត់អាលីម្ដងទៀតបន្ទាប់មកគេនៅតែព្យាយាមសុំអាលីត្រូវគ្នាវិញអាលីសួរទៅកាន់ឌ្រីកថាបងដឹងអត់ថាអូនស្រឡាញ់បងខ្លាំងណាស់ប៉ុន្តែឌ្រីកនឹងគឺកវីក្បាលអាលីហួសចិត្តខ្លាំងមែនទែននឹងសួរថាហេតុអីបងមិនដឹងថាខ្ញុំស្រឡាញ់បងទេអីឌ្រីកក៏បានប្រាប់ថាដោយសារតែអូនតែងតែធ្វើបាបបងអញ្ចឹងហើយបងបែងចែកមិនដាច់ថាតើអូនស្រឡាញ់បងឬអត់នោះទេអាលីលើចម្លើយរបស់ឌ្រីកហើយគឺថាសោចផងយំផងអញ្ចឹងណានាងបានប្រាប់ទៅកាន់ឌ្រីកថាអូនគឺស្រឡាញ់បងខ្លាំងណាស់ប៉ុន្តែឥឡូវនេះរវាងពួកយើងគឺមានឌ្រីបជាមួយនឹងស៊ីរ៉ាបើសិនជាពួកយើងត្រឡប់មកត្រូវគ្នាវិញយើងនឹងធ្វើបាបពួកគេអញ្ចឹងអូនសុខចិត្តធ្វើបាបបងមែនទេអត់ទេឌ្រីកមិនមែនអញ្ចឹងនោះទេអូនមិនចង់ឲ្យនរណាម្នាក់ឈឺចាប់អូនសុខចិត្តឈឺចាប់ម្នាក់ឯងល្អជាងវាមិនយុត្តិធម៌នោះទេនៅពេលដែលអូនគិតពីអ្នកផ្សេងជាងខ្លួនឯងបើសិនជាអូនពិតជាស្រឡាញ់បងអូនគ្រាន់តែត្រឡប់មករកបងវិញមកហេតុអីបានជាមានភាពស្នុកស្មាញគិតទៅដល់អ្នកផ្សេងទៀតពេលនោះផងដែរអាលីក៏ហួសចិត្តនឹងនិយាយថាឌ្រីកគឺតែងតែជាមនុស្សបែបហ្នឹងគេគឺជាមនុស្សដែលអាត្មានិយមអីចឹងណាចឹងនៅពេលដែលនាងនៅក្បែរគេគឺគេតែងតែធ្វើឲ្យនាងយំឌ្រីកបានសួរទៅកាន់អាលីថាចូលចិត្តឌ្រីកមែនអាលីតបថាមានហេតុផលអីដែលខ្ញុំមិនចូលចិត្តគាត់ប៉ុន្តែរវាងខ្ញុំនិងគាត់ត្រូវការពេលវេលាមួយរយៈដែលចម្លើយនេះបញ្ជាក់ថានាងជាមួយនឹងឌ្រីកគឺអត់ទាន់តាក់ទងគ្នាធ្វើឲ្យឌ្រីកយើងគឺត្រេកអរអញ្ចឹងណាបន្ទាប់មកអាលីរបស់យើងគឺប្រាប់ឌ្រីកថានាងនឹងត្រឡប់ទៅវិញឌ្រីកក៏បាននិយាយថាបើសិនជាអាលីមិនចង់ឲ្យអ្នកណាម្នាក់ឈឺចាប់អញ្ចឹងនាងត្រូវតែណាត់ជួបគេម្ដងទៀតបន្ទាប់មកពួកគេទាំងពីរនាក់គឺបានអង្គុយសម្លឹងមុខគ្នារឿងភាគ15របស់យើងក៏ត្រូវបានបញ្ចប់ទៅត្រឹមនេះកុំភ្លេចរងចាំមើលភាគ16ជាមួយនឹងអេដមីនទាំងអស់គ្នាណា